គាត់គ្រាន់តែចង់បើកប្រអប់ឈើធំមួយនៅពីមុខគាត់ប្រជាជននៅក្បែរនោះមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់រត់គេចខ្លួនយ៉ាងលឿនតើមានអ្វីពិតប្រាកដនៅក្នុងប្រអប់ឈើនោះបន្ទាប់ពីគាត់បានប្រមូលភាពក្លាហានរួចគាត់ក៏លុបបើកប្រអប់នោះមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមានតែជ្រូកតូចមួយក្បាលប៉ុណ្ណោះដែលលាក់ខ្លួននៅខាងក្នុងអ្នកដែលបានបើកប្រអប់ឈើនោះហាក់ដូចជាបានរកឃើញអ្វីមួយគាត់បានបោះបន្ទះឈើចោលហើយបោះជំហានទៅមុខយឺតបន្ទាប់មកដោយដៃញ័រគាត់បានលូកដៃទៅយករបស់របរនៅក្នុងប្រអប់ឈើមានធ្នើមួយនៅខាងក្នុងអាវុធដ៏អស្ចារ្យមួយចំនួនត្រូវបានដាក់តាំងបង្ហាញនៅលើវាមនុស្សបានប្រមូលផ្ដុំគ្នានៅជុំវិញគែមស្មៅរួមទាំងក្មេងស្រីដែលបានបង្ហាញខ្លួននៅដើមដំបូងគាត់បានរកឃើញកូនសៅមួយនៅលើបន្ទះឈើដែលគេបោះចោលយើងគួរតែអាចដកច្រវាក់ដែលចងមាត់របស់ពួកគេចេញដោយការរំពឹងទុកមនុស្ស10នាក់ជួយគ្នាទៅវិញទៅមកមាត់របស់មនុស្សត្រូវបានគេយកចេញទាំងអស់ពួកគេមិនដឹងថាហេតុអ្វីបានជាពួកគេត្រូវបានគេបោះបង់ចោលនៅទីនោះទេនៅលើវាលស្មៅដ៏ស្ងាត់ជ្រងទោះជាយ៉ាងណាក៏ដោយវាជាការល្អក្នុងការយកកាំភ្លើងទៅជាមួយដើម្បីការពារខ្លួនបន្ទាប់មកពួកគេត្រូវរកវិធីចាក់ចេញពីកន្លែងនេះប៉ុន្តែពេលនោះតែម្ដងសុបិនមួយបានបន្លឺឡើងភ្លាមនៅឆ្ងាយបន្ទាប់មកដោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលប៉ុន្តែគាត់បានដឹងយ៉ាងឆាប់រហ័សថានេះមិនមែនជាល្បែងទេចលនាខុសមួយហើយវាអាចបណ្ដាលឲ្យស្លាប់ស្នូកាំភ្លើងនៅតែបន្លឺឡើងនៅក្នុងការិយាល័យដែលនៅឆ្ងាយបន្តិចបុរសម្នាក់កាន់កាំភ្លើងពីរដើមបានស្ទុះទៅមុខហើយស្រែកប៉ុន្តែនៅវិនាទីបន្ទាប់គាត់បានប្រែក្លាយទៅជាស្រោបមួយការបាញ់ប្រហារមិនបានបង្ហាញសញ្ញានៃការឈប់ទេស្ត្រីដែលលាក់ខ្លួនក្នុងប្រអប់ឈើនោះបានក្រោកឡើងហើយរៀបចំខ្លួនរត់គេចខ្លួនដោយភ័យស្លន់ស្លោនាងបានធ្លាក់ចូលក្នុងរណ្ដៅដោយចៃដន្យបុរសនោះបានប្រឈមមុខនឹងការបាញ់ប្រហារយ៉ាងខ្លាំងដើម្បីរត់ទៅជិតនិងត្រៀមខ្លួនសម្រាប់ការជួយសង្គ្រោះនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលនាងបានឃើញស្ត្រីនោះត្រូវបានចាក់ទម្លុះដោយបន្លានៅក្នុងអន្ទាក់ប៉ុន្តែនាងនៅតែអង្វរបុរសនោះឲ្យជួយសង្គ្រោះនាងដោយមិននឹកស្មានដល់បុរសនោះពិតជាបានចាប់ដៃស្ត្រីនោះមែនពួកគេបានទាញគាត់ចេញដោយបង្ខំបន្ទាប់មកពួកគេបានជួយត្រគាត់ហើយដើរទៅមុខប៉ុន្តែអ្នកណាដឹងរាងកាយពាក់កណ្ដាលរបស់ស្ត្រីនោះបានត្រឡប់ទៅរណ្ដៅវិញបុរសដែលកាន់កាំភ្លើងពីរដើមនៅតែចង់សង្គ្រោះស្ត្រីនោះខ្ញុំលែងចង់រំទុកទៀតហើយគាត់បានឆក់យកកាំភ្លើងពីបុរសនោះហើយបញ្ចប់ជីវិតខ្លួនឯងសំឡេងកាំភ្លើងនៅតែបន្លឺចេញពីចម្ងាយរាប់ម៉ែត្រគាត់បានងាកមកយ៉ាងលឿនហើយឡើងលើឧបករណ៍វះកាត់ដែលនៅក្បែរនោះប្រើចំណុចងឹតទីបំផុតគាត់បានរត់គេចខ្លួនជួរលូបន្លាមួយជួរបានលេចឡើងភ្លាមនៅចំពោះមុខយើងប្រហែលជាការឡើងទៅលើទីនោះនឹងនាំទៅដល់ការជួយសង្គ្រោះមានសំឡេងមួយនៅពីក្រោយខ្ញុំពួកគេជាមនុស្សដែលទើបតែរត់គេចខ្លួនដូចគាត់ដែរក្រុមនោះមិនហ៊ាននៅស្ងៀមទេដាក់សម្លៀកបំពាក់នៅលើសំណាញ់លួសបន្ទាប់មកខ្ញុំបានឡើងលើយ៉ាងលឿនតាមដែលអាចធ្វើទៅបានមនុស្សចុងក្រោយត្រូវបានពន្យាពេលវាគ្រាន់តែជាប៉ុន្មានវិនាទីទាំងនេះប៉ុណ្ណោះគាត់ស្លាប់ហើយអ្នកកណ្ដាលបានបាញ់ចេញទៅក្នុងល្បឿនលឿនដូចផ្លេចបន្ទោស្មារតីរបស់គាត់មានអារម្មណ៍ធ្ងន់ប្រហែលជាវាគឺដើម្បីបាំងអ្នកផ្សេងទៀតឲ្យចាក់ចេញគាត់បានប្រញាប់ប្រញាល់ទៅទីដៅដែលព្រួញត្រូវបានបាញ់ចេញគាត់បានដួលគ្រាប់បែកដៃមួយគ្រាប់ត្រូវបានគប់មកចំពីមុខគាត់យ៉ាងលឿនក្រោយពីយូរមកហើយខ្ញុំមិនបានគិតដល់វាទេហេតុអ្វីបានជាវាដំណើរការរងចាំតើអ្នកបានទីមជុលហើយឬនៅមនុស្ស3នាក់បានឮសំឡេងនោះប៉ុន្តែពួកគេមិនអាចវិលត្រឡប់មកវិញបានទេគាត់រត់ឡើងលើផ្លូវ highway ដោយមិនឈប់គាត់បានដើរត្រង់ចូលទៅក្នុងហាងងាយស្រួលមួយនៅខាងផ្លូវគូស្វាមីភរិយាវ័យចំណាស់មានការភ័យខ្លាចយ៉ាងខ្លាំងយ៉ាងណាមិញពួកគេទាំងអស់គ្នាសុទ្ធតែកាន់អាវុធដំបូងឡើយមនុស្សជាច្រើនបានបិទច្រកទ្វារបន្ទាប់មកការស្វែងរកបំណងប្រាថ្នាបានចាប់ផ្ដើមម្ចាស់ហាងឲ្យកន្លែងនេះនៅណាអ្នកផ្សេងទៀតមានការភ្ញាក់ផ្អើលថានេះពិតជារដ្ឋ Arkansas មានរឿងអ្វីកើតឡើងខ្ញុំភ្ញាក់ពីដំណេកហើយឃើញថាខ្លួនឯងនៅឆ្ងាយពីផ្ទះរាប់ពាន់គីឡូម៉ែត្រហើយបានខ្លាចជាទេសកលរបស់អ្នកដទៃមនុស្សម្នាក់នេះបានទទួលលេខទូរស័ព្ទរបស់ម្ចាស់ហាងគាត់ចង់ហៅប៉ូលីសប៉ុន្តែដូចដែលគាត់កំពុងពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នស្ត្រីនោះបានរើសនំប៉័ងមួយដុំមកដាក់ក្នុងមាត់តិចជាង5វិនាទីស្ត្រីនោះស្រាប់តែចាប់ផ្ដើមប្រកាច់ដោយអចេតនាក្នុងគ្រាអាសន្នគាត់បានបែកពុះមាត់ហើយដួលទៅលើដីការពុលអាហារគូស្វាមីភរិយានេះក៏ជាអ្នកចូលរួមបរបាញ់ផងដែរពួកគេពាក់របាំងអ៊ូស្មានគាត់បានកម្ចាត់មនុស្ស3នាក់យ៉ាងងាយស្រួលបណ្ដេញផ្សែងចេញពីហាងងាយស្រួលបន្ទាប់មកទីតាំងនេះត្រូវបានសម្អាតលក្ខអង្គភាពរូបវន្តបន្ទាប់មកយើងរងចាំដោយអត់ធ្មត់ចំពោះអ្នកប្រមាញ់ថ្មីមួយសន្ទុះក្រោយមកទំនិញត្រូវបានដឹកជញ្ជូនស្ត្រីម្នាក់បានដើរសម្ដៅទៅហាងលក់ទំនិញមុខរបស់ស្ត្រីនោះពោពេញដោយភាពខ្មាស់អៀនគាត់មើលទៅដូចជាប្រភេទមនុស្សដែលមិនយកពួកអេលហ្វមកជាមួយ
គាត់បានស្ទុះទៅរកបញ្ជោបានស្កេនអស់រយៈពេលយូរគាត់ទើបតែសុំបារីមួយកញ្ចប់បន្ទាប់មកស្ត្រីនោះបានសួរថាវាជាបបប្រភេទអ្វីដោយមិនស្ទាក់ស្ទើរបរោះនោះបានឆ្លើយថាវាគឺជារដ្ឋ Arkansas ស្ត្រីនោះមិនបាននិយាយទេបន្ទាប់ពីស្ត្រីចំណាស់បានឲ្យលុយខ្ញុំហើយទឹកមុខរបស់ស្ត្រីនោះបានផ្លាស់ប្ដូរភ្លាមអូសូម6ហើយ Arkansas ហៅតែ6សៀវភៅប៉ុណ្ណោះមនុស្សពីរនាក់នៅក្នុងចិត្តរបស់ពួកគេបានបើកកញ្ចប់បារីវាប្រែជាទេនៅខាងក្នុងគាត់បានប្រព្រឹត្តអំពើគ្មានទោសពៃតាំងពីពេលគាត់ចូលមកម្លេះតាមពិតទៅគាត់គ្រាន់តែលេងល្ងងដើម្បីយកឈ្នះអ្នកដទៃយកកាំភ្លើងខ្លីមួយដើមស្ត្រីម្នាក់នេះឈ្មោះអេរ៉េកំពុងចាក់ចេញពីហាងងាយស្រួលគាត់ក៏ជាម្នាក់ក្នុងចំណោមមនុស្ស12នាក់ដែលត្រូវបានតាមប្រមាញ់ផងដែរយ៉ាងណាមិញក្នុងនាមជាទាហានស្រីចូលនិវត្តន៍ម្នាក់កម្លាំងរបស់គាត់លើសពីកម្លាំងរបស់អ្នកដទៃឆ្ងាយណាស់អែស៊ីបានឃើញឡានចតនៅហាងងាយស្រួលរថយន្តផ្លាស្ទិក14មួយបាច់ក៏ត្រូវបានលាក់ទុកក្នុងឡានផងដែរវាហាក់ដូចជាអ្នកប្រមាញ់បានរៀបចំលុយសុទ្ធគ្រប់ទីកន្លែងគាត់បានលាក់ខ្លួនមនុស្សពីរនាក់នៅហាងងាយស្រួលមិនបានឆ្លើយតបអស់រយៈពេលយូរអ្នកប្រមាញ់ផ្សេងទៀតទំនងជានឹងមកទន្ទឹមនឹងនេះដែររុយសេបានត្រៀមខ្លួនឡំពាត់នឹងវិឆ្មកម្លាំងជំនួយមនុស្សគ្រប់គ្នាឲ្យពីទីខាងទៀតមានការប្រុងប្រយ័ត្នខ្ពស់ពួកគេគ្រាន់តែបញ្ជូនយន្តហោះគ្មានមនុស្សបើក drone ដើម្បីធ្វើការឆ្លប់យកការប៉ុណ្ណោះប៉ុន្តែស្រាប់តែបរិះម្នាក់បានចេញមកគាត់ក៏ជាម្នាក់ក្នុងចំណោមមនុស្ស12នាក់នៅក្នុងគ្រួសាររបស់គាត់ដែលត្រូវបានបរបាញ់ផងដែរអ៊ីរីសបានបោះជំហានទៅមុខយ៉ាងណាមិញការមានជំនួយការបន្ថែមមិនដែលជារឿងអាក្រក់នោះទេអ្នកទាំងពីរត្រូវរកវិធីចាកចេញពីកន្លែងនេះពួកគេបានដើរតាមបណ្ដោយផ្លូវរថភ្លើងមិនយូរប៉ុន្មានរថភ្លើងមួយក៏មកដល់មនុស្សពីរនាក់បានរត់ទៅមុខមុនពេលវេលាមុនពេលរថភ្លើងឆ្លងកាត់ពួកគេគាត់បានលោតឡើងលើទេដែលបើកចំពួកគេទើបតែដកដង្ហើមធំភ្លាមនោះខ្ញុំបានឮសំឡេងមួយនៅពីក្រោយខ្ញុំបរិះទាំងពីរនាក់បានបោះជំហានទៅមុខជាមួយកាំភ្លើងរបស់ពួកគេបានរកឃើញថាពួកគេគ្រាន់តែជាក្រុមជនភៀសខ្លួនមួយក្រុមដែលព្យាយាមឆ្លងដែនខុសច្បាប់ប៉ុណ្ណោះមនុស្សទាំងនេះហាក់ដូចជាខ្លាចផ្ទះរបស់ពួកគេខ្លាំងណាស់ប៉ុន្តែពួកគេមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីនេះស្ទើរតែដូចគ្នាបេះបិទទៅនឹងហ្គេមដែលគាត់បានលេងរទេះត្រូវបានបើកដោយចេតនាមនុស្សនោះបានលាក់ខ្លួនជាមុនម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកប្រមាញ់គាត់នឹងចាប់សត្វព្រៃរបស់គាត់ទៅឆ្ងាយនៅពេលដែលគាត់មិនយកចិត្តទុកដាក់កាលណាខ្ញុំគិតអំពីវាកាន់តែច្រើនខ្ញុំកាន់តែភ័យខ្លាចគាត់ពិតជាបានរើសលំពេងមែនប៉ុន្តែរថភ្លើងស្រាប់តែឈប់មនុស្សគ្រប់គ្នាលាក់ខ្លួនយ៉ាងលឿនចំណតចុងក្រោយរបស់រថភ្លើងបានប្រែក្លាយទៅជាជំរំយោធាមួយមនុស្សគ្រប់គ្នាត្រូវបានបណ្តេញចេញពីឡានក្រុងពួកគេមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់នៅផ្ទះគាត់បានចាត់វិធានការដើម្បីចូលទៅជិតទាហាននោះហើយបង្ហាញអត្តសញ្ញាណរបស់គាត់និង Erish ត្រូវបានបរបាញ់ដោយសត្វព្រៃហើយក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះភ្នាក់ងារលាក់កំបាំងប៉ុន្តែទាហាននោះមិនអាចយល់ពីអ្វីដែលគាត់កំពុងនិយាយតតែសោះដោយមិនអើពើនឹងពួកគេគាត់បានដើរចេញពេលនោះមនុស្សម្នាក់ដែលមានចិត្តកំណាញ់បានមករកពួកគេខ្ញុំមិនគិតថាខ្ញុំជាអ្នកទេហ្គារីព្រោះវាដូចដែលក្រុមគ្រួសារបានទីទុកគាត់ពិតជាអ្នកប្រមាញ់មែនមនុស្សម្នាក់នេះបានបោកបញ្ឆោតទាហានវាជាការល្អបំផុតកុំបង្ហាញវានៅផ្ទះបើមិនដូច្នោះទេពួកគេមិនអាចចាក់ចេញពីពីងយីងបានទេប៉ុន្តែក្រុមគ្រួសារហាក់ដូចជាស្អប់អ្នកប្រមាញ់ទាំងនេះយ៉ាងខ្លាំងមិនអើពើនឹងដំបូន្មានដ៏ស្មោះស្ម័គ្ររបស់មនុស្សនោះគាត់ប្រញាប់ឡើងហើយចាប់គាត់បន្ទាប់មករើសគ្រាប់បែកដៃដែលធ្លាក់នោះគាត់បានទាញផ្ទាំងនោះចេញហើយដាក់វាចូលទៅក្នុងខោរបស់បុរសនោះរត់ចេញពីផ្ទះអេរ៉េសត្រូវបានបញ្ជូនទៅទីជម្រកនោះគាត់ត្រូវបាននាំទៅអ្នកគ្រប់គ្រងមណ្ឌលដាច់ដោយឡែកពីគ្នាយោងតាមការចងចាំរបស់ Erish គាត់ដាំឡើយនៅរដ្ឋ Mississippi ភ្លាមនោះមាននរណាម្នាក់ធ្វើឲ្យគាត់សន្លប់ខ្ញុំភ្ញាក់ពីដំណេកនៅទីនេះចំពោះការបរបាញ់ដែលក្រុមគ្រួសារខ្ញុំបានលើកឡើងមុននេះខ្ញុំក៏មិនដឹងដែរឥឡូវនេះយេឡង់សង្ឃឹមថានឹងតាក់ទងស្ថានទូតបញ្ជូនគាត់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយមិននឹកស្មានដល់មនុស្សម្នាក់នេះបាននាំមនុស្សម្នាក់ទៀតចេញមកគាត់ចង់ឲ្យឡើយທາງមកដល់ទីនេះ1ម៉ោងមុនកំណត់ត្រារបស់គាត់ស្ទើរតែដូចគ្នាបេះបិទទៅនឹងកំណត់ត្រារបស់ Erish មិនដែលបានជួបអូថេងទេប៉ុន្តែគាត់អាចពណ៌នាអំពីរឿងផ្សេងទៀតបានយ៉ាងត្រឹមត្រូវលក្ខណៈរបស់មនុស្ស10នាក់Erishបានជ្រើសរើសជឿគាត់មួយរយៈសិនមួយសន្ទុះក្រោយមកមនុស្សដែលត្រូវបានស្ថានទូតចាត់ឲ្យមកជួបពួកគេបានមកដល់មនុស្សទាំង3នាក់បានបើកឡានចេញទៅដោយការរំពឹងទុកពួកគេនឹងអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពក្នុងពេលឆាប់នេះប៉ុន្តែ Erish បានដឹងបន្តិចម្ដងថាមានអ្វីមួយខុសប្រក្រតីអ្នកដែលមកទទួលខ្ញុំពិតជារំភើបណាស់ពួកគេមិនត្រឹមតែបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពលំបាករបស់ពួកគេប៉ុណ្ណោះទេគាត់ក៏បានសន្យាថានឹងត្រឡប់មកវិញប៉ូលីសនឹងត្រូវបានបញ្ជូនទៅកម្ចាត់អ្នកប្រមាញ់ទាំងនោះទីបំផុត Erish មិនអាចទ្រាំទ្របានទៀតទេគាត់លូកដៃឡើងចាប់បង្កាន់ដៃដែលនៅពីលើគាត់រួចក៏ចេញពីឡានហើយយកអាវុធសេវាកម្មរបស់អុក្រិតជនបើកប្រម៉ោយគាត់ទើបតែរត់គេចខ្លួនហើយកំពុងដេកនៅក្នុងផ្ទះរបស់គាត់
មនុស្សនៅលើដីក៏ជាអ្នកប្រមាញ់ម្នាក់ដែរអានរុយស៊ីបានរកឃើញផែនទីមួយនៅក្នុងប្រម៉ោយរថយន្តទីតាំងសញ្ញាសម្គាល់ហុងខ្វានវាគឺជាវាលស្មៅដែលពួកគេភ្ញាក់ពីដំណេកទីតាំងនៃរូបមន្តអ្នកប្រមាញ់អានរុយស៊ីមានផែនការមួយទោះជាយ៉ាងណាក៏ដោយយើងត្រូវការជំនួយពីឡាវតាំងពេលនោះជ្រូកតូចមួយបានរត់ចេញពីព្រៃវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមួយដែលរត់ចេញពីប្រអប់ឈើវាហាក់ដូចជាពួកគេនៅជិតគោលដៅរបស់ពួកគេណាស់រូបមន្តនៅក្នុងស្មៅមិនឆ្ងាយពីយប់នោះទេអ្នកប្រមាញ់បានប្រមូលផ្ដុំគ្នានៅទីនេះពួកគេបានរៀបរាប់រឿងរ៉ាវរបស់ពួកគេដោយក្តីរំភើបយ៉ាងខ្លាំងគាត់បានសម្លាប់មនុស្សជាច្រើនអ្នកក្នុងពេលថ្ងៃពួកគេកំពុងពិភាក្សាគ្នាថាអ្នកណាគួរតែទទួលបានសត្វព្រៃចុងក្រោយការព្រមានអំពីផ្លូវនោមចំពោះមនុស្សម្នាក់គាត់បានចេញទៅតែម្នាក់ឯងដើម្បីបញ្ចេញសម្ពាធតាំងចាស់ស្រាប់តែលេចមុខពីចំហៀងដូចដែលគាត់រវល់ខ្លាំងអេរ៉េសលេចមុខពីក្រោយអ្នកទទួលបន្ទុកព្រះបរមរាជវាំងមិនបានដឹងថាគាត់បានអាបំពង់របស់គាត់ទេភ្លាមនោះពួកគេបានឮសំឡេងកាំភ្លើងប្រធានក្រុមបានធ្វើឲ្យមនុស្សគ្រប់គ្នាផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពួកគេទាំងអស់គ្នាបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ស្ដាប់ដោយស្ងាត់នៅសំឡេងជើងដែលមកពីខាងលើមនុស្សគ្រប់គ្នាមានការភ័យខ្លាចអារម្មណ៍រីករាយនិងគ្មានកង្វល់នៅពេលថ្ងៃបានបាត់ទៅវិញទាំងស្រុងជ្រូកតូចតែម្នាក់គត់មនុស្សគ្រប់គ្នាបានបន្ធូរបន្ថយការប្រុងប្រយ័ត្នភ្លាមពេលនោះអ្នកប្រមាញ់ដែលគេហៅថាទាំងនេះវាគ្រាន់តែថាខ្ញុំបានរៀនជំនាញរស់រានមានជីវិតបន្តិចបន្តួចប៉ុណ្ណោះប្រឈមមុខនឹងអេរ៉េសពួកគេមិនមានឱកាសសូម្បីតែបន្តិចដើម្បីស៊ូបបត់វិញឡើយប្រធានក្រុមត្រូវបានផ្ដួលរំលំពួកគេត្រូវបានទុកចោលឲ្យត្រូវគេធ្វើបាបនឹងអាម៉ាស់មុខតែប៉ុណ្ណោះការសម្អាតជាផ្លូវការមួយបាញ់មួយគ្រាប់សម្លាប់មួយគ្រាប់ចុងក្រោយនៅតែចង់រត់គេចខ្លួនអ៊ីរីសក៏មិនបានដោះលែងគាត់ដែរប្រធានក្រុមដែលបានដួលទៅលើដីបានក្រោកឈរឡើងម្ដងទៀតទោះយ៉ាងណាក៏ដោយគាត់ទើបតែត្រូវគេបាញ់លែងជាគូប្រជែងសម្រាប់អេរ៉េសទៀតហើយគាត់ត្រូវបានដួលសន្លប់យ៉ាងលឿនទៅលើដីជាមួយនឹងការវាយជាច្រើនដងនៅពេលនេះតាំងចាស់បានដើរចូលមកគាត់ចង់សរសើរអេរ៉េសយ៉ងហ្គអ៊ីនធឺខំរត់ភ្លាមវាជាសម្លេងរបស់ស្ត្រីម្នាក់នៅខាងក្នុងគាត់បានហៅឈ្មោះអូថេងដោយផ្ទាល់តើគាត់បានសម្លាប់សត្វព្រៃចុងក្រោយហើយឬនៅអេរីសបានភ្ញាក់ខ្លួនភ្លាមតាំងចាស់ចង់ការពារខ្លួនភាគីម្ខាងទៀតជាអ្នកដែលបង្កចំនួនឲ្យពួកគេឆ្លោះគ្នាទៅប៉ុន្តែបន្ទាប់មកការវាយប្រហារចម្បងបានកើតឡើងតាមរយៈប្រព័ន្ធអ៊ីនធឺខំម្ដងទៀតតើនេះជានរណាអ្នកមិនចាំបាច់ធ្វើពុតទៀតទេនាងកំពុងរកវិធីដោះស្រាយវាហើយអេរីសមិនដែលជឿគាត់ទេឥឡូវនេះអ្នកប្រមាញ់ទាំងអស់ត្រូវបានបណ្ដេញចេញហើយមានតែអ្នកដែលរៀបចំអ្វីគ្រប់យ៉ាងពីក្រោយឆាកប៉ុណ្ណោះដែលនៅសេសសល់អេរីសបានសួរចម្លើយប្រធានក្រុមបន្ទាប់ពីទទួលបានព័ត៌មានចាំបាច់ដោយមិនស្ទាក់ស្ទើរខ្ញុំបានបញ្ជូនប្រធានក្រុមត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនឹងការផ្លាស់ប្ដូរខ្លួនឯងនៃរឿងទាំងអស់នេះគ្រាន់តែជានាយកប្រតិបត្តិក្រុមហ៊ុនម្នាក់ឈ្មោះរបស់គាត់គឺអាធីណាព្រោះពេលកំពុងជែកជាមួយមិត្តភក្តិវាបង្ហាញពីការចំអកដល់ក្រុមពិសេសមួយចំនួនវាបង្ហាញពីបំណងប្រាថ្នាចង់បរបាញ់ពួកគេដូចជាសត្វព្រៃជាលទ្ធផលប្រវត្តិជែករបស់គាត់ត្រូវបានលាតត្រដាងវាត្រូវបានបោះពុម្ពផ្សាយតាមអ៊ីនធឺណិតខោត្រណប់ Athena Server ជាប់ក្នុងព្យុះភ្លៀងមតិយោបល់អវិជ្ជមានដ៏លើសលប់ភាពនឹងធ្វើឲ្យគាត់លងទឹកគាត់ក៏ត្រូវបានពិន័យផងដែរចំពោះការនិយាយមិនសមរម្យក្រុមហ៊ុននេះត្រូវបានបណ្ដេញចេញដោយផ្ទាល់ភ្លាមនោះគាត់ក៏ក្លាយជាមនុស្សគ្មានលុយចាយហើយអ្នកដែលបានលេចធ្លីខ្លឹមសារជែកនោះវានៅផ្ទះហើយអាធីណាវាគ្រាន់តែថាខ្ញុំចង់ឃើញក្រុមមនុស្សមួយចំនួនត្រូវបានគេបរបាញ់វាគ្រាន់តែជាការត្អូញត្អែមួយផ្លែតប៉ុណ្ណោះជាលទ្ធផលបន្ទាប់ពីត្រូវបានបំភ្លឺដោយអ្នកដែលមានចិត្តណាលាក់កំបាំងវាត្រូវបានរីករាលដាលទោះបីជាគាត់គ្មានអ្វីឥឡូវនេះក៏ដោយដូច្នេះ Athena មិនអាចរងទុក្ខដោយអយុត្តិធម៌នៃការមិនចាញ់បានទេគាត់បានរកឃើញមនុស្សដែលមានគំនិតដូចគ្នាដាក់អ្នកដែលលោតជុំវិញលើក្តារចុចមនុស្សដែលមានចំណង់ចំណូលចិត្តបំផុតទាំង12អ្នកត្រូវបានរកឃើញគាត់ពិតជាចង់តាមប្រមាញ់ពួកគេណាស់នេះរួមបញ្ចូលទាំងអេរ៉េសនៅពេលនេះអេរ៉េសបានធ្វើតាមការណែនាំរបស់ប្រធានក្រុមរួចហើយពួកគេបានរកឃើញវិមានដែល Athena ស្ថិតនៅវាហាក់ដូចជាពួកគេដឹងថាគាត់នឹងមកអាធីណាបានប្រើមីក្រូហ្វូនដើម្បីបញ្ជាឲ្យគាត់ដាក់អាវុធចំហៀងរបស់គាត់ចុះបើមិនដូច្នោះទេសូមបំផ្ទុះក្បួននៅក្រោមជើងរបស់អេរ៉េសជិះមិនរួចខ្ញុំអាចដាក់តែអាវុធចំហៀងរបស់ខ្ញុំនៅក្នុងប្រអប់សម្បត្តិដែលនៅជាប់វាប៉ុណ្ណោះចូលទៅក្នុងវិមានជាចុងក្រោយពួកគេបានជួប Athena ដែលជាអ្នកបង្ករឿងទាំងអស់នេះគាត់បានសារភាពយ៉ាងងាយចំពោះអ្វីដែលគាត់បានធ្វើប៉ុន្តែ Athena ក៏មានកង្វល់ផ្ទាល់ខ្លួនដែរគាត់មើលងាយអ្នកដែលពិតជាក្រុមមនុស្សមួយក្រុមកំពុងបង្កភាពចលាចលតាមអ៊ីនធឺណិតការធ្វើអត្ថាធិប្បាយដោយចៃដន្យអំពីសិទ្ធិនិងកំហុសរបស់អ្នកដទៃគាត់គ្រាន់តែបង្ហាញពីការមិនពេញចិត្តរបស់គាត់ហេតុអ្វីបានជាវាជួបនឹងអរិភាពបែបនេះនោះហើយជាមូលហេតុដែលគាត់ចូលរួមក្នុងរឿងទាំងអស់នេះចូលឲ្យអ្នកដែលចាប់ប្រកាន់ដោយគ្មានមូលដ្ឋាននឹងធ្វើបាបអ្នកដទៃដឹងពិតជាមានមនុស្សតាមដានអ៊ីនធឺណិតមែន
ខ្សែពួរនឹងនាំពួកគេចេញមកឥឡូវនេះសំណួរគឺអេរ៉េសមិនដែលបញ្ចេញមិត្តរបស់នាងតាមអ៊ីនធឺណិតទេខ្ញុំមិនបានឃើញផងតាក់ទងនឹងការបង្ហោះអំពីអាហ្វេណាហើយអ្វីបានជាគាត់ត្រូវបានចាប់ខ្លួនផងដែរអ្នកទាំងពីរបានប្រឈមមុខដាក់គ្នាអាធីណាបានរកឃើញថានាងមានមនុស្សខុសគាត់កំពុងស្វែងរកនរណាម្នាក់ដូចជាអេរ៉េសមនុស្សម្នាក់ទៀតដែលមានឈ្មោះដូចគ្នាមនុស្សនោះគ្រាន់តែជាអ្នកលក់ដូរប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយអេរ៉េសគឺជាទាហានកងកម្លាំងពិសេសដែលចូលនិវត្តន៍អាធីណាមានការភ្ញាក់ផ្អើលខ្ញុំមិនដែលរំពឹងថានឹងរកឃើញទាហានដែលមានកំណត់ត្រាប្រយុទ្ធដ៏គួរឲ្យភ័យខ្លាចបែបនេះទេប៉ុន្តែគ្មានអ្វីសំខាន់ទៀតទេអ្វីបានមកដល់ចំណុចនេះហើយសម្រាប់គូប្រកួតនោះជាវិធីល្អបំផុតដើម្បីបញ្ចប់រឿងទាំងមូលនេះអ្នកទាំងពីរពិតជាខ្លាំងមែនលទ្ធផលនៅមិនទាន់ប្រកបប្រជាសម្រាប់ពេលនេះទេយ៉ាងណាក៏ដោយនៅក្នុងទីលានផ្ទះរបស់ក្រុមអាហ្វេណាគាត់មានគុណសម្បត្តិខាងទីតាំងភូមិសាស្ត្រគាត់ត្រូវបានអេរ៉េសបណ្ដេញចេញប៉ុន្តែគាត់ទីបំផុតទទួលបានកាំភ្លើងពេញតាមដល់ជាន់ទី2អេរីសបានបញ្ឈប់គាត់អ្នកទាំងពីរបានឆ្លោះប្រកែកគ្នាម្ដងទៀតបាញ់ចំចំហៀងដៃបន្ទាប់មកយើងបានចុះទៅជាន់ក្រោមពីជាន់ទី2ស្ត្រីទាំងពីរហាក់ដូចជាមានធម្មពលមិនចេះអស់ពីខាងក្នុងផ្ទះរហូតដល់ទីធ្លាបន្ទាប់មកពួកគេក៏ប្រញាប់ចូលទៅក្នុងបន្ទប់ជាមួយគ្នាទី1មានអ្នកផ្ដល់សេវាកម្មអេរ៉េសបន្ទាប់មកគាត់បានចាប់យកគំនិតផ្ដួចផ្ដាំនោះគាត់បានចាក់អាហ្វេណាដោយដាវនៅទីបំផុតពួកគេទាំងពីរបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរទោះយ៉ាងណាក៏ដោយបាននិយាយជាន័យធៀបអៃរីសមានកាយសម្គាល់ល្អជាងគាត់បានទាញឆ្លងកាត់អាធីណាបានបិទភ្នែកដោយការអាក់អន់ចិត្តមួយផ្លែតដោយសារតែមានពាក្យបណ្ដឹងដោយសារតែការនិយាយមិនឈប់ឈរមួយផ្លែតតើវាមានតម្លៃណាស់សម្រាប់ការបាត់បង់ជីវិតជាង12មែនទេ